I'm Zal from the Manga Saga. Welcome back to ការសម្ដែងរឿងរបស់ admin ដែលនេះគឺជាភាគទី40ហើយនិស្សិតរឿងកម្ពុជាអ្នកប្រមាញ់លាក់ខ្លួន rank S របស់យើងចា៎រំខានអ្នកទាំងអស់គ្នាបន្តិចណាជួយ like comment and subscribe ឲ្យ admin ម្នាក់មួយផងហើយបើមានកន្លែងណាខុសឆ្គងឬក៏ចង់កែតម្រូវសូមជួយប្រាប់ admin ឲ្យបានដឹងផងណាតោះឥឡូវកុំឲ្យខានពេលយូរយើងចូលសាច់រឿងរបស់យើងតែម្ដងទៅណាសាច់រឿងភាគនេះកាត់មកត្រង់ J និង Goyo ដែលកំពុងចូលមើលក្នុង website របស់សមាគម Hado ដែលពួកគាត់ចង់ដឹងថាសាយ៉ងគេមកកន្លែងការងារអត់ចឹងណា Goyo ក៏និយាយឡើងថាមិនអីទេខ្ញុំតាមតង់គ្រប់ព័ត៌មានហ្នឹងឧស្សាហ៍ clear history ចោលដែរអញ្ចឹងមើលឆាប់ដឹងណាថាគាត់មកអត់ថ្ងៃហ្នឹងតែដូចជាគ្មានស្អីផងមានតែបុគ្គលិកនិយាយគ្នាពីម្ហូបដែលពួកគេញ៉ាំនៅក្នុងកង់ទីនហើយមិនចឹងទេក៏នាំគ្នានិយាយដើមរបស់លោកប្រធានហ្នឹងមួយមិនចោតសួរទៅក្នុងក្រុមនោះថាតើមានរឿងអីកើតឡើងមែននៅក្នុងកម្មវិធីដេញថ្លៃនោះមានគេផុសនៅខាងក្រោមជាចម្លើយអញ្ចឹង240មិនបានមកធ្វើការទេចាប់តាំងពីកម្មវិធីពិព័រណ៍នឹងរួចរាល់កន្លែងនោះគេមានតែក្រុមគ្នាគេទេដែលអាចដឹងអញ្ចឹងយើងក៏គ្មានផ្លូវយកព័ត៌មានអីមកបានដែរសួរខ្មៅរបស់ហាងលក់ស៊ុបម្នាក់ហ្នឹងគឺសំដៅទៅបែមុនវូព្រោះគាត់តែញ៉ាំស៊ុបហ្នឹងរហូតដល់គេថាមិនដឹងហើយបើសួរទៅជីស៊ូក៏នាងមិននិយាយអីអូយខ្ញុំចង់ដឹងចង់ងាប់វិញនេះចឹងកន្លែងនេះ240ហ្នឹងមានន័យថាជាលីសាយ៉ុងអញ្ចឹងណាគេដាក់កូដកូនចៅគេហ៊ានហៅឈ្មោះគេចំចេះគិតក្នុងចិត្តថាសម្បីតែក្នុងក្រុមនេះក៏មិនមានព័ត៌មានច្រើនពីលីសាយ៉ុងដែរតែគេនៅផ្ញើសារបញ្ជាកូនចៅរបស់គេតាមអ៊ីមែលមកបានអញ្ចឹងវាមានភាគរយខ្ពស់ដែលមានអ្នកណាម្នាក់កាន់កាប់ការងារជំនួសគេនោះតែគេនៅមិនទាន់ដឹងខ្លួនទៀតមែនតែគាត់ទៅឆែកគេខ្លួនឯងអត់នេះGoyoក៏ស្រែកឡើងថាហាចាំតិចស្រាប់ពេលហ្នឹងកញ្ចក់ព័ត៌មានរបស់ J ក៏បានលេចឡើងដែលក្នុងនោះមានការបន្ទាន់ដែលដល់ថ្នាក់ជំនាញគេបើកជា loud speaker ហ្មងគេប្រកាសថាសូមជួយរក្សាសុវត្ថិភាពរបស់ channel ទី1របស់យើងនឹងមិនមានការទទួលខុសត្រូវលើលោកទេលោកហុងយេសឹងសូមជួយបញ្ជាក់ថាលោកគឺនៅរស់ហើយបើនៅរស់សូមជួយទម្លាក់សញ្ញាចុចមួយមកគេក៏សម្ដែងទឹកមុខថាគេមិនដឹងរឿងអីទាំងអស់តែក្នុងចិត្តរបស់គេវិញគិតថាកម្រមានគេប្រើ loud speaker ណាហើយចុងប៊ីនប្រើវាដើម្បីទៅចង់ដឹងថាយេសឹងនៅរស់ឬអត់ហើយតែពេលហ្នឹងគេរុំមើលតែគីមបាប់យកទៅតែអាពេលថ្ងៃដេញថ្លៃនោះព្រោះយកនៅវិញគ្រាន់តែឃើញព័ត៌មានហើយគេក៏ស្រែកឡើងថាគេត្រូវបានចាប់ខ្លួនបាត់ទៅចាប់ចម្រិតអីបាត់ទៅវ៉ាវបើសិនជាគេត្រូវបានគេចាប់ខ្លួនមែនណាប្រទេសទាំងមូលនឹងឈួតបែកវល់រំខានទេវាពិតជារឿងធំហើយនេះគេក៏ជ្រេញនឹងការប្រតិកម្មរបស់Goyoហើយលួចនិយាយក្នុងចិត្តថាវីបិទមាត់ឯងទៅឯងនិយាយដូចមុននឹងដាក់បដាសាទៅគេអញ្ចឹងណាGoyoនៅតែបន្តនិយាយឡើងថាមានបានទៅមើលកន្លែងលក់មាន់ណាស់នោះតែគេរត់ទៅរកញ៉ាំសាច់មាន់នេះទៅសាររបស់មីនហ្គីក៏បានលុតឡើងពេញហ្នឹងដែលគេបាននិយាយថាបន្ទាន់ហុងយេសឹងបានរត់គេចកំឡុងពេលដែលគេដឹកគាត់ទៅភ្នំប៊ូខានឥឡូវនេះយើងមិនទាន់ដឹងថាគាត់នៅទីណាទេរាល់សម័យខ្លួនគ្រប់ផ្នែកទាំងអស់នឹងត្រូវបានដាក់ពង្រាយក្នុងការតាមរកនឹងការពារលោកហុងយេសឹងសូមតាក់ទងទៅលោកGoyoជាបន្ទាន់បញ្ញាប់ទៅរកហុងយេសឹងភ្លាមចេក៏បានអានសារដែលលោតនៅក្នុងទូរស័ព្ទរបស់ Goyo រួចគេក៏ស្រែកឡើងថាចង្រៃយោទឹកមុខរបស់ចេក៏ចាប់ផ្ដើម activate ភ្លាមអរគុណហើយណាដែលបានឲ្យខ្ញុំមើលនោះតែឯងមានសារផ្ញើមករកឯងសារមែននិយាយពីអីអញ្ចេះ Goyo ពេលបានមើលភ្លាមគ្នាហាមាត់ស្លន់ហើយគេនិយាយឡើងខ្ញុំថាអូខ្ញុំសុំទោសផងបងខ្ញុំគិតថាខ្ញុំត្រូវទៅអីចេក៏ធ្វើពុតជាមិនដឹងហួចញីជាមួយ Goyo ថាបានអីមែនGoyo ចេញទៅបដានិយាយបដាអាហ្នឹងខ្ញុំអត់អាចប្រាប់បងឯងបានទេព្រោះវាជាការសម្ងាត់ចាំខ្ញុំត្រឡប់មកញ៉ាំសុំម្ដងទៀតជាមួយលោកអនុប្រធានណាអើយចេះសម្លឹងមើលគេរត់ទៅហេបទៅហប់ទៅក្នុងចិត្តរបស់គាត់គិតថាវាពិតជាពិបាកមិនស្រួលទេដែលមនុស្សដូចហុងយេសឹងនេះគេខ្លួនបាត់នោះសម្លេងមួយក៏ស្រែកពីខាងក្រោយខ្នងរបស់ជេលាន់ឮថាក្លុកជេភ្ញាក់ព្រឹកក្នុងចិត្តរបស់គាត់បានប្រាប់រួចហើយថាវាជាសម្លេងដែលប្រហែលពេលនេះសម្លេងមនុស្សប្រុសម្នាក់ក៏លាន់ឮម្ដងអធិស្ឋានតែខ្ញុំអាចសុំសួរសំណួរលោកមួយបានទេវាមានស្អីម្យ៉ាងដែលខ្ញុំពិតជាបន្ទាន់ក្នុងការស្វែងរកពិតមែនបើខ្ញុំរកមិនឃើញទេខ្ញុំប្រកាសជាដាច់ខ្យល់ស្លាប់មិនខានទេចេះពេលលើតែប៉ុណ្្នឹងហើយគាត់ដឹងថាម្នាក់នឹងជាអ្នកណាហើយគាត់ក៏ត្រូវបែរមុខទៅមើលគេឲ្យច្បាស់គាត់នៅក្នុងចិត្តថាកុំប្រាប់ណាថាជា1 2 3 4បាក់ថាហ្នឹងមែនយេសឹងសម្លឹងមើលចេះរួចគេញញឹមបែបដូចមនុស្សរោគចិត្តទេអញ្ចឹងមនុស្សឈួតជាមួយអីមួយសំបីតាមាន់នេះក៏ឆ្លងតាមម្ចាស់ដែររោគចិត្តដូចគ្នាមើលភ្នែកឡើងសចេញពូម៉ែតមកយេសឹងបន្តនិយាយថា
តែលោកមានបានឃើញត្បូងមួយដែលមានទំហំប៉ុនស្នូក្រហមពងមាន់ហើយវាមានពណ៌លឿងអត់ជេកាំងស្ដងមើលទៅដូចហួសចិត្តជាមួយនឹងប៉ែនឹងខ្លាំងហ្មងគេក៏ឃើញចិត្តថាអើយកាលមុនមិនមាន hunter ដែលមានចរិតស្តៀងនឹងអាប៉ែនេះច្រើនទេតែមិនបានជាគ្រប់ hunter ដែលខ្ញុំបានជួបសតែប្រភេទមនុស្សចលៃអញ្ចឹងរួចបើម្នាក់នេះវិញលែងនិយាយបាត់ហើយវាលើសពីអាពាក្យថាចម្លែកនឹងទៀតមើលជួយរកពាក្យដាក់ឲ្យផងម្នាក់ទាំងអស់គ្នាវាលើសពីចម្លែកនឹងអីគេជេងក់ក្បែរដាក់យេសងរួចនិយាយក្នុងចិត្តថាបើសិនជារាយការណ៍អំពីអាប៉ែនេះវានាំតែពិបាកដោះស្រាយបញ្ហាបន្តទៀតមិនខានអើយអញ្ចឹងវាគួរតែឲ្យត្បូងនឹងទៅគេទៅល្អជាងឲ្យវាចាប់ទៅថញណាចាំមកក្នុងមកជេហើយយេសងឲ្យចុះទៅក្នុងហាងរបស់គេយេសងដើរតាមពីក្រោយជេរួចសម្លឹងមើលជុំវិញខ្លួនរបស់គាត់ហើយគាត់និយាយឡើងថាលោកលេខាតើលោកមានការងារខាងក្រៅមែនមិនបានជាលោកនៅក្នុងហាងលក់ស៊ុបនេះវិញជេឆ្លើយតែមិនចង់ឆ្លើយនឹងឯងជាការងារក្រៅរបស់ខ្ញុំមកតោះមកហើយកុំភ្លេចបិទទ្វារផងយេសងទីងទ្វារបិទបដាសរសើរជេបដាគេលើកមេដាយឲ្យទៀតណាវ៉ាវលោកពិតជាប្រជាជនគំរូមែនពិតជាមនុស្សដែលអាសាព្យាយាមនឹងគួរឲ្យកោតសរសើរមែនណាជេវិញលោកនិយាយដើមខ្លួនចិត្តថាអុយពិតជាល្ងងមែនដែលជឿលើហេតុផលនេះនោះហើយគាត់ក៏ធ្វើបាយខ្លួនទៅសួរគេថាមិនក៏លោករកកន្លែងនេះឃើញលោកលួចដាក់ GPS ជាប់ខ្លួនខ្ញុំមែនយេសងបញ្ញាប្រយោជេថាទេកូកូជាអ្នករកលោកឃើញតើវាប្រហែលជាកូកូគេធ្វើមកពីត្បូងវេទមន្តបិសាចដែលវាមានសមត្ថភាពក្នុងការស្រូបយកការចងចាំរបស់មនុស្សវាចងចាំមនុស្សដែលវាបានជួបយ៉ាងច្បាស់ហើយក៏អាចតាមដានពួកគេបានដែរខ្ញុំនឹងគេចងភ្ជាប់គ្នាដោយវិញ្ញាណចឹងហើយបានជាយើងអាចតាក់ទងគ្នាបានយ៉ាងល្អបែបនេះនោះជេលឺហើយគាត់សម្លឹងទៅមើលមាន់នឹងហើយគាត់និយាយឃើញចិត្តថាអញ្ចឹងមិនគួរណារបស់ដែលខ្ញុំអោបនឹងកាន់វាក្នុងពេលដេញថ្លៃនោះវាមកបកខំខ្ញុំបែបនេះសោះហើយគាត់ក៏និយាយទៅកាន់សាយ៉ងថាឥឡូវនិយាយថាលោករកឃើញទីនេះដោយសារបានកូកូចោះហើយមិនបានជាលោកអាចគេចខ្លួនពីការិយាល័យក្តារបានអញ្ចឹងយេសឹងគិតក្នុងចិត្តអាណាគេក៏សុខចិត្តធ្វើឈួតជាបែបនេះដែរដើម្បីបានត្បូងវេទមន្តនោះត្រូវអត់ហើយគេក៏ធ្វើជាឆ្លើយប្រាប់តាមជេតាមសម្រួលថាខ្ញុំគេចខ្លួនបានដោយសារតែមានការតាំងចិត្តដ៏មុតមមដែលបានមកពីត្បូងវេទមន្តនោះខ្ញុំត្រូវតាមរកវាឲ្យឃើញតែសំណាងឯងដែលចុងបិនគេមិននៅទីនោះគេក៏សួរទៅកាន់យេសឹងវិញថាចុងបិនមិននៅទីនោះទេយេសឹងឆ្លើយទាំងពុតខ្លួនខ្ញុំមិនបានឃើញគេតាំងពីថ្ងៃបញ្ចប់ការដេញថ្លៃនោះម៉េចតែខ្ញុំក៏បានដឹងពីគេខ្លះដែរឮថាគេឥឡូវដោះស្រាយភារៈបន្ទាន់ជាមួយលីសាយ៉ងទៅពេលនេះជេដែរយ៉ាងលឿនតម្រង់ទៅរកយេសឹងរួចសួរថាសាយ៉ងតើលោកប្រធានសមាគមយ៉ាងម៉េចទៅហើយតើគាត់មិនអីទេមែនយេសឹងសួរដូចមិនចង់ជឿអញ្ចឹងហ៎លោកអត់ដឹងទេជេភ្លេចខ្លួនគេក៏ស្រែកក្នុងចិត្តថាប៉ុន្តែជេនៅតែអាចដោះស្រាយយករូបខ្លួនបានអញ្ចឹងគេរបៀបថាខួរក្បាលគេ reflect ឆ្លាតណាគេនិយាយតាមអីដែលដឹងពី group chat របស់ Goyo លោកប្រធានមិនបានមកការិយាល័យប្រហែលថ្ងៃឯងគាត់បានតែផ្ញើសារប្រាប់ឲ្យធ្វើអីតាម email អញ្ចឹងណាហើយបានជាមនុស្សគ្រប់គ្នាឆ្ងល់ថាគាត់ទៅណាយេសឹងស្ដាប់ហើយក៏ងក់ក្បាលខ្ញុំយល់ហើយអញ្ចឹងគាត់ជាសមហេតុផលមែនតាវាដូចជាគ្មានអីធំដុំទេគេនិយាយដោះស្អីគេទេដូចការបញ្ចប់នឹងចូលទៅក្នុងគុកបិសាចទាំងអស់គ្នាមែនទេពួកគេនិយាយថាពួកគេរកតម្រុយអ្វីម្យ៉ាងឃើញតែខ្ញុំមិនសូវជាច្បាស់ដែរទេសេចសួរតែគេបន្ថែមថាហុយលោកមានន័យថាម៉េចសម្លេងគោះទ្វារក៏មិនលឺឡើងដែលធ្វើឲ្យពីអ្នកនេះស្ងាត់មាត់ដូចកញ្ចក់យេសឹងនេះយកដៃខ្ទប់មាត់គាត់ខ្លាចគេតែមកចាប់គាត់នោះទេវិញគិតខ្លួនចិត្តថាចំតែពីណាគេមកถึงស្មាននឹងចេះជេយកដៃធ្វើសញ្ញាកុំឲ្យយេសឹងមិនលឺសំឡេងពួកគេនៅចាំស្ដាប់ថាជាអ្នកណាសំឡេងមួយក៏មិនលឺឡើងថាអធិស្ឋានផងមានអ្នកណានៅខាងក្នុងនេះទេស្ដាប់ហើយក៏គិតថាសំឡេងនេះគឺយូនហ្កាអ៊ូលបច្ចេកអ៊ូលមែនហ្កាអ៊ូលឈរនៅខាងក្រៅអត់មើលខាងក្នុងផងដើរទៅដើរមកផងរួចវានិយាយថាតែក៏សម្មានបាត់តែដឹងជេវិញគិតក្នុងចិត្តថាខ្ញុំត្រូវបើកទ្វារសម្រាប់ស្ថានភាពមួយទៀតបាត់ទៅហើយតែហេតុអីមិនជាគេត្រូវនៅទីនេះវិញគេក៏ធ្វើជាសួរទៅយេសឹងថាលោកស្គាល់គ្នាជាមួយគេទេយេសឹងក៏ងក់ក្បាលជេក៏សើចក្នុងចិត្តថាស្អីគេពួកអ្នកមានរ៉េងខ្ពស់ហ្នឹងមិនអាសាញ៉ាំបាយមួយគ្នាក៏អីមិនជាគេស្គាល់គ្រប់គ្នាអញ្ចឹងសាំមែនមកយេសឹងអើងខ្សឹបទៅកាន់ជេថាហេខ្ញុំស្មានតែគេមកតាមចាប់ខ្ញុំតាបើមិនមែនជាជុងប៊ីនទេផាយជីវាមិនមែនជារឿងចាប់ខ្លួនខ្ញុំទេចុះតើលោកស្គាល់គ្នាអត់ចង់ជេមកកំពុងតែ stress គេក៏និយាយជាមួយយេសឹងថាមិនក៏លោកមិនទៅអាផ្ទះអីដែលលោកឯងចាប់ខ្ញុំចាប់ចម្រិតខ្ញុំទៅសាមុនទៅសិនទៅ
វាសិនធ្វើមាត់បែបអន់ចិត្តគេនិយាយថាហ៊ុយលោកពិតជាលំអៀងមែនខ្ញុំអ្នកមកមុនសោះមិនអញ្ចឹងទៅទេកន្លែងហ្នឹងឥឡូវវាប្រឈមមុខខ្លាំងណាស់វាត្រូវការជួសជុលបន្ថែមសិនវាសិនក៏ទាញភួយមួយចេញពីក្នុងខ្លួនរបស់គាត់កន្លែងស្តុកឲ្យបានរបស់គាត់អញ្ចឹងហើយគេនិយាយថាមិនអីទេលោកទៅធ្វើអីធ្វើទៅចាំលោកដោយភាពស្ងៀមស្ងាត់នៅជ្រុងម្ខាងទៀតណាបាយថាហើយគេលើកដៃបាយហើយគេក៏យកភួយហ្នឹងមកគ្របពីលើខ្លួនគេរួចបំបាំងកាយទៅបាត់ទៅជេឈប់មកហើយក៏វាដៃដាក់គេរួចក៏ដើរទៅបើកទ្វារឲ្យកៅអ៊ូអញ្ចឹងណាជេបើកខ្វាក់កៅអ៊ូក៏និយាយឡើងថាសួស្ដីជេស្រែកថាចាំតិចរួចយកដៃធ្វើសញ្ញាកុំឲ្យកៅអ៊ូនិយាយអីច្រើនគេដកទូរស័ព្ទមកសរសេរជាអក្សរឲ្យកៅអ៊ូមើលអញ្ចឹងណាមានមនុស្សនៅទីនេះសំហាខ្ញុំថាលេខាគីមមកពីសមាគមផាដូណាកៅអ៊ូទទួលបាននាងក៏ក្រហមមួយរួចនិយាយថាខ្ញុំសុំទោសដែលមកទីនេះទាំងស្មាននឹងលោកលេខាគីមជេក៏ឆ្លើយទៅវិញថាមិនអីទេមានការអីដែរមែនកៅអ៊ូនាងក៏សរសេរនៅលើទូរស័ព្ទរបស់នាងខ្ញុំមកទីនេះដោយសារតែខ្ញុំមានរឿងនិយាយជាមួយលោកពូជាបន្ទាន់ខ្ញុំទៅឆ្លៀតពេលមកថ្ងៃនេះបានពី3ខែមុនគុកបិសាចដែលមានបរិស្ថានប្រែប្រួលបានលេចឡើងដែលវាមិនមែនជាការផ្លាស់ប្ដូរមួយដែលធម្មជាតិនោះទេបើដូចទៅនឹងការចងចាំរបស់ខ្ញុំណាតែប៉ុន្តែវាត្រូវហុំព័ទ្ធទៅដោយផេះសតែវាក៏ផ្លាស់ប្ដូរបិសាចពណ៌សដែលខ្ញុំមិនដែលបានឃើញពីមុនមកក៏ចាប់ផ្ដើមលេចឡើងលោកប្រធានណាមវូជីនបាននិយាយថាវាមានអារម្មណ៍ដូចជាលំហអាកាសមួយទៀតបានធ្លានពៀនចូលគាត់ហៅគូហៀបិសាចនោះថាគូហៀចម្រោះមានន័យថាវាជារោងបិសាចដែលមានដីដុំថ្មច្រាំងទន្លេភ្នំត្រូវបានខ្យល់ឬទឹកវាច្រោះយកទៅវាធ្វើឲ្យមានសភាពបាក់បែកស្រត់ដីនិងមានពំនឹងខ្ពស់ទីបអីអញ្ចឹងមានតែអ្នកដែលមានរេងខ្ពស់ប្រហែលអ្នកទេដែលដឹងអំពីវិនិស្សកម្មរបស់ពិភពលោកដោយសារតែការចម្រោះបែបនេះវាកម្រនឹងកើតឡើងញឹកញាប់អញ្ចឹងហើយទើបមានការស៊ើបអង្កេតធ្វើឡើងជាសម្ងាត់ខ្ញុំត្រូវបានគេឲ្យភារៈក្នុងការប្រៀបធៀបរវាងរោងចម្រោះនោះនិងបំណែកនៃការចងចាំដែលខ្ញុំមានថាតើពិភពលោកនៅក្នុងកន្លែងទាំងពីរនេះខុសគ្នាមិននៅពេលដែលខ្ញុំប្រៀបធៀបពួកវាហើយខ្ញុំបានឃើញនៅក្នុងបំណែកនៃការចងចាំនិងពិភពលោករបស់យើងមានការដូចគ្នាប៉ុន្តែក៏មានចំណុចខុសគ្នាដែរខ្ញុំក៏បានដឹងថាវាមានពេលមួយដែលវាចាប់ផ្ដើមមានការខុសប្លែកគ្នាទាំងស្រុងនោះគឺស្នាមប្រេះដែលកើតឡើងនៅក្នុងសមុទ្រខាងលិចនោះវាមិនបានកើតមានឡើងនៅក្នុងបំណែកនៃការចងចាំរបស់ខ្ញុំនោះទេជេអានសំណេររបស់នាងហើយក៏គិតក្នុងចិត្តថារោងបិសាចចម្រោះនោះវាកំពុងតែមានសកម្មភាពអស់5ទៅ6ខែហើយចុះបើសិនជារោងបិសាចចម្រោះនេះมันមានគ្រាន់តែបង្កើតពិភពលោកដែលមើលទៅត្រូវបានបំផ្លាញចោលអស់នោះតែវាបែរជាកំពុងតែបញ្ចូលលំហអាកាសចូលគ្នាទៅវិញប្រសិនបើវាតាក់ទងទៅនឹងស្នាមប្រេះដែលកើតឡើងនៅក្នុងសមុទ្រខាងលិចនោះយើងត្រូវតែឆែកមើលទៅបានជេគិតថាគេក៏សួរទៅកៅអ៊ូលថាតែខ្ញុំអាចចូលទៅក្នុងរោងបិសាចចម្រោះនេះបានទេនៅត្រង់ណាក៏បានដែរកៅអ៊ូក៏តបថាវាមានរោងចម្រោះមួយទៅតែលេចឡើងនៅក្នុងតំបន់ជុងណូ 3GA សម្លេងកណ្ដាស់មួយក៏បានលើថាអាឈីញាក់ទាំងជេភ្ញាក់ទាំងកៅអ៊ូលនាងក៏សួរថាតើណាណាគេនោះជេងាកទៅជេសឹងមាត់ជីបអូយថាយីខែងលោកឯងថានៅឲ្យស្ងៀមណាហើយគាត់ក៏ងាកមកឆ្លើយទាំងធុញថាហងយេសឹងកៅអ៊ូសួរបន្តថាមិនបានជគាត់នៅទីនេះវិញជេឆ្លើយថាដឹងមិនវាស្រាប់តែអញ្ចឹងឯងកៅអ៊ូនិយាយទាំងតកុហកថាខ្ញុំមិនដឹងថាវាអាចទៅរួចឬអត់ទេណាតែលោកពូសាកសុំគាត់ឲ្យជួយលោកពូទៅគាត់ដឹងអំពីការដោះស្រាយបញ្ហាទាំងអស់នេះពីលោកពូជុងប៊ីនណាជេគាត់ទៅលើប៉ុណ្ណឹងក្នុងចិត្តចាប់ជាសំណួរមកឲ្យថាហាសួរម្នាក់ហ្នឹងទុកចិត្តបានណាយេសឹងឯណាវិញគ្នាចាំឡើងដេកលក់ហៀសបាវហើយត្រូវគេនិយាយដើមទៀតសិមើលភាគក្រោយមើលថាវានឹងមានរឿងអីកើតឡើងទៀតអញ្ចឹងណាហើយភាគក្រោយគឺប្រកាសជាល្អមើលខ្លាំងតែម្ដងចាំភាគនេះសូមមកដល់ទីបញ្ចប់ត្រឹមតែចំណុចនេះណាចាំជួបគ្នានៅភាគក្រោយបន្តទៀតអរគុណចំពោះការស្ដាប់របស់អ្នកទាំងអស់គ្នាជួបគ្នានៅថ្ងៃស្អែកបាយ